ក្មេងប្រុសបានរងចាំអស់រយៈពេលជាង10ឆ្នាំបន្ទាប់ពីបានកើតជាថ្មីទីបន្ទាត់គ្រីមបានជួបនារីដែលមានទេពកោសល្យដែលគ្រីមនឹកក្នុងជីវិតមុនទោះបីជាស្ត្រីនៅពេលនេះមិនមានភាពថ្លៃថ្នូរនិងចាស់ទុំដុតនៅក្នុងជីវិតពីមុនក៏ដោយប៉ុន្តែសោភ័ណភាពក្មេងស្រីដែលបញ្ចេញចេញពីរាងកាយរបស់គាត់នៅតែធ្វើឲ្យក្មេងប្រុសចាប់អារម្មណ៍មានអារម្មណ៍ថាភ្នែកក្រហាយរបស់ក្មេងប្រុសស្ត្រីបានជ្រើសរើសយកគំនិតផ្ដុំផ្ដាំនេះអញ្ចឹងបន្ថែមលើម៉ាកាណេឡានេះប្រឈមមុខនឹងស្ត្រីក្មេងប្រុសស្ទើរតែបរាជ័យក្នុងការទប់ខ្លួនប៉ុន្តែខ្ញុំគិតថាភារកិច្ចដំបូងនៃការកាត់ជាថ្មីនេះគឺដើម្បីដកគ្រួសារដែលមានទេពកោសល្យទាំងអស់មិនចាំបាច់ប្រថុយនឹងស្ត្រីផ្អែកលើការចងចាំពីអតីតកាលថ្ងៃនេះគួរតែជាថ្ងៃដែលបងប្រុសរបស់គាត់ភ្ជាប់ពាក្យជាមួយនារីម្នាក់ប៉ុន្តែអ្វីដែលបុរសមិនដែលរំពឹងគឺការចាក់ចែងដ៏ស្ងប់ស្ងាត់របស់គាត់បានធ្វើឲ្យស្ត្រីចាប់អារម្មណ៍យ៉ាងខ្លាំងមកមើលឈុតភ្ជាប់ពាក្យគាត់មិនបានផ្ដល់មុខមាត់ដល់ព្រឹទ្ធាចារ្យដែលមានទេពកោសល្យទេបន្ទាប់ពីពាក្យសម្ដីពីបេដាងពិធីជប់លៀងចូលរំបានបញ្ចប់យ៉ាងឆាប់រហ័សនៅតាមផ្លូវត្រឡប់មកវិញគាត់មិនអាចរងចាំសួរឪពុករបស់គាត់អំពីដើមកំណើតរបស់ក្មេងប្រុសហើយចម្លើយរបស់ឪពុកក៏ធ្វើឲ្យស្ត្រីភ្ញាក់ផ្អើលផងដែរយុវជនរូបនេះបានជួយក្រុមគ្រួសាររបស់គាត់ភ្នាល់លើកបេក្ខជនប្រធានាធិបតីនៅអាយុ9ឆ្នាំសូមឲ្យក្រុមគ្រួសាររកប្រាក់ចំណូលជាង50លានយ៉ាងងាយស្រួលក្នុងរយៈពេលតែ5ឆ្នាំប៉ុណ្ណោះគាត់បានប្រមូលទ្រព្យសម្បត្តិរាប់ពាន់លានទោះជាយ៉ាងណាក៏ដោយអ្វីដែលគាត់កោតសរសើរជាងទៅទៀតនោះគឺថាយុវជនរូបនេះមិនបានចំណាយពេលច្រើនដោយទេពកោសល្យដទៃទៀតផ្ទុយទៅវិញខ្ញុំបានទូទាញខិតខំរៀនសូត្រទីបំផុតគាត់បានត្រូវអនុញ្ញាតឲ្យចូលរៀននៅនាយកដ្ឋានច្បាប់ដ៏លំបាកបំផុតនៃសាកលវិទ្យាល័យជាតិសេអ៊ូលដោយទទួលបានពិន្ទុលំដាប់ទី1ក្នុងប្រទេសការសម្ដែងដ៏ល្អឥតខ្ចោះរបស់ក្មេងប្រុសធ្វើឲ្យស្ត្រីកាន់តែទាក់ទាញគាត់ដូច្នេះគាត់បានបង្កើតគំនិតដ៏មុំមមចំពោះឪពុករបស់គាត់កន្លែងត្រូវទៅគាត់ខុសចេញមែនប៉ាកាសាសួស្តីអ្នករកគ្នាខ្ញុំជាកូឡាថ្ងៃនេះខ្ញុំនឹងបន្តនាំកូនពៅនៃគ្រួសារជាបាយដែលជារឿងសងសឹកសម្ដែងដោយសុងជុងគីនៅក្នុងជីវិតចុងក្រោយរបស់គាត់ជាលេខាធិការនៃក្រុមចម្ពូឆានស៊ុនគ្រុបនៅប្រទេសកូរ៉េខាងត្បូងដោយមិនដែលរំពឹងទុកក្រុមនេះត្រូវបានចុះបញ្ជីមួយថ្ងៃមុនសត្វលាត្រូវបានសម្លាប់ចងដៃជើងហើយបោះទៅក្នុងសមុទ្រនៅពេលគាត់ភ្ញាក់ឡើងម្ដងទៀតគាត់បានរកឃើញខ្លួនឯងបានកើតជាថ្មីនៅក្នុងរាងកាយរបស់ដាមិថុនណាដែលជាចៅប្រុសដែលមានការពេញចិត្តតិចតួចបំផុតនៃគ្រួសារចែបាយដោយមានចងចាំពីអតីតកាលគាត់បានប្រមូលទ្រព្យសម្បត្តិរាប់ពាន់លានក្នុងរយៈពេលតែ5ឆ្នាំប៉ុណ្ណោះមានការគាំទ្រភាគអន័យវត្ថុគ្រប់គ្រាន់ភ្លាមនោះគាត់បានសងសឹកក្រុមគ្រួសារក្រោមពេលនោះប្រទេសកូរ៉េបាននាំមកនូវវិក័យសេដ្ឋកិច្ចមួយដងក្នុង100ឆ្នាំឧស្សាហកម្មផលិតកម្មបានរងរឿងផាសហើយកំពុងប្រឈមនឹងការខ្សែទុនរួចរាលជីចែនយ៉ាងចែមានមโนគំនិតចង់ទិញក្រុមហ៊ុនរថយន្តប៉ុន្តែកូនប្រុសរបស់គាត់ប្រាប់ឪពុករបស់គាត់ឥឡូវនេះក្រុមមានបញ្ហាលុយកាក់មិនមានវិធីចាយលុយច្រើនដើម្បីទិញហេរុនដាយទេនៅពេលនេះដាមិថុណាក៏បានឃើញព័ត៌មាននេះផងដែរប្រសិនបើជីចែនយ៉ាងចែកពិតជាទិញហ៊ុនដាយមែនម្ដាយដ៏កាត់ណាត់របស់អ្នកក្នុងជីវិតចុងក្រោយនឹងស្លាប់ឬដែលពិតជាឪពុករបស់ដាមិថុណាក្នុងជីវិតចុងក្រោយគឺជាមេកានិករថយន្តធម្មតានៅពេលនោះចែនយ៉ាងចែបានធ្វើវាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបណ្ឌុះយាកសញ្ញាវែងច្រានគ្នាក្រុមកម្មករពីឧស្សាហកម្មរថយន្តបន្ទាប់ពីបណ្ឌុះយាកសញ្ញាចាប់លុបហ៊ុនអូតូភាពនិងលុយកាក់ជំនួសសាយសិនដែលជាក្រុមហ៊ុនយ៉ុំមេខ្ញុំគិតថាចម្លើយដែលពិភពលោកគ្រប់គ្នាចង់ដឹងនោះគឺអ្នកណាបានសម្លាប់ខ្ញុំទៅក្នុងទឹកដើម្បីនាំមកនូវសំសម្បត្តិយើងមិនដឹងថាតើមនុស្សម្នាក់នេះមានប្រយោជន៍ប៉ុន្មានទេប៉ុន្តែគាត់គឺជាកម្លាំងកសាងមួយក្នុងចំណោមកម្លាំងកសាងដ៏ធំធេងនៃការវិនិយោគនៅប្រទេសកូរ៉េការវិនិយោគគ្រប់បែបយ៉ាងគឺគាត់បានសម្រេចហើយបន្តិចទៀតខ្ញុំនឹងបន្តប្រមានថាតើជាយមធัวយ៉ាងណាដើម្បីសងសឹករឿងនេះមានការពាក់ព័ន្ធនៃចុងមែនប៉ាកាហើយយើងបានជួបគ្នាក្នុងរំលោភ